tại Campuchiaអាចមានអាវុធនិងកម្លាំងគ្រប់គ្រាន់ដើម្បីទប់ទល់ជាមួយសៀមនៅជុំទី3កើតឡើងឬទេមេងប៊ុនថេងខ្ញុំលួចបង្ហើបរឿងខ្លះបន្តិចអត់និយាយច្រើនទេទី1ខ្ញុំដឹងច្បាស់ថារាជការរៀបចំរោងចក្រផលិតគ្រាប់នៅលើទឹកដីខ្មែរខ្ញុំដឹងច្បាស់រាជការកំពុងតែពង្រីករៀបហើយកំពុងតែពង្រីកអង្គភាពប្រឆាំងដ្រូនអង្គភាពពិឃាតដ្រូនអត្តឃាតដ្រូនដែលប្រើទៅហើយបំផ្លាញគោលដៅហើយអត់មកវិញទេហើយក៏រាជការបង្កើតហើយដ្រូនដែលបានបាញ់គ្រាប់បានឆ្ងាយរហូតដល់130គីឡូម៉ែត្រហើយកម្លាំងដ្រូនរបស់កម្ពុជាអាចទៅហួសបាងកកទៀតណាហើយដ្រូនរបស់កម្ពុជាប្រើបច្ចេកវិទ្យាពីរមួយអាចនឹង hack frequency បានមានន័យថាអាចធ្វើដំណើរទៅហើយគេអាចនឹងចាប់ frequency បានហើយគេអាចធ្វើឲ្យ drone វង្វេងអាហ្នឹងក៏កម្ពុជាមានហើយកម្ពុជាមាន drone ខ្សែកាបអបទិកជា drone ដែលបាញ់តាមខ្សែកាបដែលប្រព័ន្ធរ៉ាដាដើម្បីនឹងធ្វើឲ្យ drone វង្វេងมันអាចធ្វើឲ្យវង្វេងទេអាចសម្រេចបានគោលដៅអញ្ចឹងអង្គភាព drone អត្តឃាតក៏រៀបចំហើយអង្គភាព drone ដែលបាញ់បានចម្ងាយឆ្ងាយក៏រៀបចំហើយអង្គភាពប្រឆាំង drone ដែលចែកជា3ផ្នែកប្រឆាំង drone តូចប្រឆាំង drone ស្ងាត់និងប្រឆាំង drone ធំរៀបហើយតែកម្លាំងពេលប្រយុទ្ធយ៉ាងណានឹងអត់ដឹងទេតែរៀបហើយក៏រោងចក្រផលិតគ្រាប់ធំជាពិសេសគ្រាប់122មីលីម៉ែត្រគឺតាំងនៅប្រទេសកម្ពុជាដើម្បីកុំឲ្យភស្តុភារកម្មបាត់បង់ពេលត្រូវការគ្រាប់បាញ់បន្តបន្ទៀតក៏បានដំឡើងនៅរ៉ាដាសម្រាប់ចាប់ drone មួយចំនួនសម្រាប់ចាប់ drone ធំនៅក្នុងទីតាំងសំខាន់រួចជាស្រេចហើយអង្គភាពប្រតិកម្ម digital ក៏រាជការមានហើយរីឯក្រុមតម្លើងនិងគុំ drone កម្ពុជាមានហើយតែគ្រាន់តែរាជការគាត់មិននិយាយបានសេចក្តីថាគាត់ក៏ខំប្រឹងដែរតែដល់ពេលច្បាំងថាតើវាចេញផលយ៉ាងម៉េចអាហ្នឹងមិនដឹងដែរណាតែបើសៀមឆ្លៀនពៀនលើកទី3មិនដឹងថាសៀមហ្នឹងបើជោគជ័យឬក៏អាចកាត់កន្ទុយដុតកន្ទុយសៀមឆេះក៏មិនដឹងអត់ដឹងហើយដែលនិយាយប្រាប់នេះគឺអត់ឲ្យចូលទេព្រោះកូនខ្មែរឲ្យតែលឺសូរអញ្ចឹងចូលហើយចូលគឺចាញ់អត់ចូលគឺឈ្នះអញ្ចឹងអត់និយាយប៉ុណ្ណឹងណាប៉ុណ្ណឹងហើយរឿងយន្តហោះនេះខ្មែរមានតែបើសៀមលុបចូលមិនប្រើយន្តហោះទេយន្តហោះប្រើតិចតួចពីព្រោះបើយន្តហោះវាអស់សហួយអស់លុយច្រើនហើយក៏វាកម្លាំងទ័ពអាកាសយើងក៏តូចអញ្ចឹងភាគច្រើនយើងវាយតាមរបស់ drone ណាយើងវាយហើយផ្លូវវាយយើងមានផ្លូវវាយដែលផ្លូវវាយអត់ប្រាប់ទេប៉ុន្តែយើងមានផ្លូវវាយគ្រាន់តែគោលដៅយើងអត់ឆ្លៀនពៀនទេយើងទប់ហើយយើងដុតកន្ទុយតបចោលបើយើងបានជោគជ័យក្នុងការដុតកន្ទុយតបអាក្បាលមុខតបវាត្រូវដកថយវិញហើយចរចាយើងឈរលើចំហចរចាយើងមិនជន់ដៃវាទេតែបើវាហ៊ានផ្ទុះយើងនឹងប្រឹងប្រែងដុតកន្ទុយតបឲ្យជន់ឆ្លៀនពៀនឆេះកន្ទុយឲ្យដកថយតែរបៀបធ្វើអីអាហ្នឹងគេអត់និយាយនេះដែលខ្ញុំអាចនឹងជម្រាបបានប៉ុណ្ណឹងណាមិនប៉ុណ្ណឹង
ហើយមិនចង់ឲ្យចូលទេកូនខ្មែរទាំងឡាយតែចូលគឺចាញ់អត់ចង់ឲ្យចូលទេកុំចូលហើយកូនខ្មែរទាំងឡាយត្រូវមានវិន័យខ្លួនឯងធ្វើអីបើមានផ្ទុះសង្គ្រាមធ្វើអីកុំឲ្យដៃទៅខ្មាំងសត្រូវកាមេរ៉ាទូរស័ព្ទខ្លួនឯងនេះកុំคล้ายទៅជាមនុស្សឲ្យដៃសត្រូវកុំធ្វើជាមនុស្សដែលឲ្យការទៅសត្រូវដែលបារម្ភជាងគេហ្នឹងគឺកូនខ្មែរអត់ចេះជួយការពារប្រទេសទេកូនខ្មែរចេះតែជេរអានោះដែលព្រួយបារម្ភហើយបន្ទាប់មកទៀតខ្មែររឿងពិតអត់សូវជឿទេបើគេកុហកចុយម៉ាយរត់ពីខាងលិចទៅដល់ទល់ដែនយួនខាងកើតរត់អត់ឈប់ទេហៅមិនក៏មិនឈប់ដែរខ្មែរឥឡូវនេះណាបើនិយាយការពិតឲ្យចេះគិតអីអត់ជឿទេតែបើសិនណាជាគេនិយាយភូតជឿគេហើយនេះគឺជាចំណុចដែលមានបញ្ហាសប្តាហ៍ណាវាមានបញ្ហាអញ្ចឹងអូខេ